តាការថែទាំអ្នកជំងឺ stroke ដាច់សរសៃឈាមខួរក្បាលនៅផ្ទះត្រឹមតាមបច្ចេកទេសដែរឬទេការថែទាំក្រោយពេលចេញពីមន្ទីរពេទ្យគឺសំខាន់បំផុតនូរីកាសូមចែករំលែកគន្លឹះសំខាន់ទី1ការពារការដួលត្រូវប្រាកដថាផ្លូវដើរទូលាយគ្មានឧបសគ្គនិងមានរបងតោងនៅកន្លែងចាំបាក់ដូចជាបន្ទប់ទឹកទី2ការពារដំបៅសង្កត់ត្រូវជួយអ្នកជំងឺផ្លាស់ប្ដូរឥរិយាបថយ៉ាងហោចរៀងរាល់2ម៉ោងម្ដងនិងជួយធ្វើចលនាអវយវៈតាមបច្ចេកទេសទី3ការតាមដាននិងលើកទឹកចិត្តត្រូវប្រាកដថាអ្នកជំងឺលេបថ្នាំទៀងទាត់តាមដានសម្ពាធឈាមនិងនិយាយលើកទឹកចិត្តគាត់ជានិច្ចការថែទាំអ្នកជំងឺ stroke ទាមទារជំនាញច្បាស់លាស់ត្រូវការជំនួយពីអ្នកជំនាញNurika Nursing Care Cambodia នាំមកនៃទំនុកចិត្តនិងវិជ្ជាជីវៈដល់ផ្ទះលោកអ្នកសូមតាក់ទងមកកាន់យើងខ្ញុំតាមរយៈ